ស្ថានភាពតម្លៃមាសនៅល្ងាចថ្ងៃច័ន្ទនេះមិនមានការប្រែប្រួលខ្លាំងនោះទេខណៈលុយដុល្លារអាមេរិកក៏រក្សាបានភាពរឹងមាំបន្ទាប់ពីការថមថយភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនបានធ្វើឲ្យមាសកាត់បន្ថយជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាពជាងគេពីអ្នកវិនិយោគនៅល្ងាចថ្ងៃទី28ខែមេសានេះតម្លៃហាងឆេងមាសអន្តរជាតិបានធ្លាក់ចុះមកនៅត្រឹម$3,946ក្នុងមួយដំឡឹងឬស្មើនឹង$3,273ក្នុងមួយអោនគិតជាខ្នាតអន្តរជាតិការធ្លាក់ចុះតម្លៃមាសត្រូវបានគេមើលឃើញបន្ទាប់ពីភាពធូរស្រាលលើផ្នែកពន្ធគយសកលនិងការជ្រៀតជ្រែកពីលោកដូណាល់ត្រាំទៅក្នុងធនាគារកណ្ដាលអាមេរិកកាលពីសប្តាហ៍មុនទាំងលោកដូណាល់ត្រាំនិងអ្នកនាំពាក្យសេតវិមានអាមេរិកបានបង្ហាញពីគោលជំហរកាត់បន្ថយកម្ដៅសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិកដែលជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោកទោះជាយ៉ាងណាចិនក៏បានពន្យាពន្ធដ៏ខ្ពស់របស់ខ្លួនលើការនាំចូលទំនិញពីសហរដ្ឋអាមេរិកផងដែរនិងច្រានចោលការអះអាងរបស់លោកត្រាំថាចិននិងអាមេរិកកំពុងដំណើរការចរចានោះមិនមែនជាការពិតដើម្បីកាន់តែមានភាពច្បាស់លាស់បន្ថែមទៀតលើគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកអ្នកវិនិយោគបានបន្តតាមដានពីការជិះផ្សាយទិន្នន័យសេដ្ឋកិច្ចសំខាន់ៗរបស់សហរដ្ឋអាមេរិកនៅក្នុងសប្តាហ៍នេះបន្ថែមទៀតនៅលើផ្លូវគោលនយោបាយការទម្លាក់អត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិកដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងហាងឆេងមាសប្រចាំថ្ងៃព័ត៌មានសេដ្ឋកិច្ចប្រចាំថ្ងៃនិងព័ត៌មានសំខាន់ៗជុំវិញពិភពលោកអ្នកអាចតាមដានបានតាមរយៈ Channel Telegram របស់ Master Can Academy ដែលគ្រាន់ចុចទៅលើ link ដែលបានដាក់នៅក្នុង caption ខាងក្រោមវីដេអូសូមអរគុណ